អ្នកទាំងអស់គ្នាបញ្ចូលលេខរៀងជាភាសាខ្មែរនៅក្នុងតារាងក្នុងកម្មវិធី Microsoft Word បែបនេះឬចឹងដើម្បីបញ្ចូលលេខរៀងជាភាសាខ្មែរនៅក្នុងតារាងក្នុងកម្មវិធី Microsoft Word អ្នកទាំងអស់គ្នាអាចធ្វើតាមវិធីសាស្ត្រមួយនេះបានជំហានដំបូងយើង select នៅលើ column នៃតារាងដែលយើងចង់ដាក់ numbering ឬក៏យើងហៅថាលេខរៀងហើយបន្ទាប់មកយើងចូលមកកាន់ home បាទបន្ទាប់មកយើងរើស numbering ចឹងអ្នកទាំងអស់គ្នាអាចរើស style មួយណាដែលយើងចង់បានឥឡូវខ្ញុំយក style មួយនេះចុះបាទបន្តមកទៀតអ្នកទាំងអស់គ្នាឃើញសញ្ញាចុចនៅពីមុខលេខតែយើងអត់ចង់បានសញ្ញាចុចនឹងទេតែអ្នកទាំងអស់គ្នាចូលមកកាន់ numbering ម្ដងទៀតបាទបន្តមកអ្នកទាំងអស់គ្នារើសពាក្យខាងក្រោម define new number format បាទបន្តមកយើងយក cursor ដាក់ចូលនៅក្នុងនេះបាទបន្តមកអ្នកទាំងអស់គ្នាលុបសញ្ញាចុចចេញពីមុខលេខហើយបន្តមកយើងចុច OK បាទអញ្ចឹងគឺវាបាត់សញ្ញាចុចនៅពីមុខលេខអញ្ចឹងជំហានបន្ទាប់គឺយើងចង់បានលេខរៀងជាភាសាខ្មែរអញ្ចឹងអត់មានអីពិបាកទេអ្នកទាំងអស់គ្នាគ្រាន់តែឈរនៅលើ column ដែលយើងបាន select ទៅដែរហើយបន្ទាប់មកអ្នកទាំងអស់គ្នាចូលមកកាន់ font អ្នកទាំងអស់គ្នាដូរទៅជា font Lemon S3 ឬក៏ Lemon F4 F5 ទៅតាមចំណង់ចំណូលចិត្តរបស់យើងខ្ញុំចុច enter ប៉ុន្តែលេខរៀងជាភាសាខ្មែរនេះយើងមើលទៅគឺវាទូជាងអក្សរអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែដោះ select មកបាទបន្ទាប់មកយើងចុចឲ្យចំនៅលើ numbering ម្ដងទៀតបាទហើយបន្ទាប់មកយើងគ្រាន់តែទៅឡើង font អក្សរហ្នឹងឲ្យធំជាងមុនបន្តិចបាទរួចជាការស្រេច